ជំរាបសួរបងប្អូនបាទខ្ញុំជាគ្រូព្យាបាលឯកទេសទៅលើសរសៃសាច់ដុំឆ្អឹងកងដែលភាសាសម័យថ្មីហៅថាឌីសហ្នឹងហើយលៀនឌីសអីណាបាទសូមលើកទឹកចិត្តដល់បងប្អូនថាបើសិនបងប្អូនឈឺសរសៃឈឺកស្មាខ្នងចង្កេះបាទតាគៀកចាក់បើជើងនោះបងប្អូនសូមកុំព្យាយាមបន្តនឹងការលេបថ្នាំណាអត់មានបានផលល្អសម្រាប់សុខភាពទេវាអត់នាំឲ្យបញ្ហាឃើញភ្លាមទេប៉ុន្តែវាសល់ក្រោយពី1ខែ2ខែក្រោយឆ្នាំ1ឆ្នាំ2ឆ្នាំនោះបងប្អូនមានបញ្ហាទៅលើប្រព័ន្ធតម្រងនោមចុះខ្សោយបាទការកលៀនណាខ្សោយកលៀនអញ្ចឹងអ្នកខ្លះរហូតដល់លាងឈាមអីយ៉ាងទៅហើយយើងអត់ដឹងទេថាការប្រើថ្នាំច្រើនលើសកំណត់ណាថ្នាំជាថ្នាំបំបត្តិការឈឺចាប់តែម្ដងបាទសរសៃសាច់ដុំនេះអត់មានថ្នាំព្យាបាលទេមានតែបំបត្តិការឈឺចាប់បាទអញ្ចឹងបងប្អូនជួបបញ្ហាហ្នឹងគុំបណ្ដោយឲ្យធ្លាក់នៅក្នុងការប្រើថ្នាំជាទម្លាប់ជាប្រចាំសូមស្រឡាញ់សុខភាពខ្លួនឯងដើម្បីឲ្យបានគង់វង្សយូរអង្វែងពេលចាស់ទៅរឹងមាំដដែលបាទសូមអរគុណសូមព្យាយាមស្រឡាញ់ខ្លួនឯងបានច្រើនណាជំរាបលា